ជំរាបសួរសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺយើងបានធ្វើប្លុកថ្មីមួយទៅដល់ទឹកស្រោចកលក្រៃនៅខាងលើឥឡូវយើងចាប់ផ្ដើមទៅទាំងអស់គ្នាឥឡូវយើងធ្វើការបរហូរទឹកដាក់ធុងនេះគូឯកពេលទឹកពេញនឹងពណ៌ឡើងទៅនេះទស្សនភាពលើដំបូលផ្ទះហើយនេះកលក្រៃយើងត្រូវស្រោចទឹកចាំមើលថាយើងបានហូបឬក៏អត់ចិត្តទឹកមកដល់ពេលនេះអ្នកយកទឹកបានយកមកដល់លើហើយឥឡូវធ្វើការស្រោចដំណាំរបស់យើងបាទគឺយើងឃើញថាមានបានផ្លែមួយបាទនោះផ្លែពីរអូយស្រោចទឹកដោយធ្វើការផ្ចិតផ្ចង់បាទនេះគឺផ្លែនេះបងប្អូនអរគ្នាទៅផ្លែឥឡូវនេះមួយទៀតបាទហើយបន្តិចទៀតខ្ញុំនឹងធ្វើការដាក់ត្រើងទៅលើនេះហើយនឹងដាំដំណាំបន្ថែមទៀតដើម្បីឲ្យវាមើលទៅឃើញតែល្អទៀតណាឥឡូវយើងចប់តែប៉ុណ្្នឹងចាំតាមវគ្គក្រោយ